ពាក្យចាស់បុរាណលោកនិយាយថាស្រឡាញ់កំទៅញឹកនឹកកំទៅញយពាក្យនេះពិតជាមិនខុសទេបងប្អូនទាំងអស់គ្នាអញ្ចឹងការរាប់អានមិត្តភ័ក្តិពេលខ្លះកុំឲ្យស្និទ្ធស្នាលខ្លាំងពេកកុំឲ្យគេចេញចូលកន្លែងយើងផ្ទះយើងញឹកញាប់ពេកពេលដែលគេដឹងពីចំណុចខ្សោយរបស់យើងគេនឹងយកមកបាយបកនៅពេលថ្ងៃណាមួយគេស្អប់យើងដូចពាក្យចាស់លោកនិយាយថាស្រឡាញ់កកាយកប់ស្អប់កកាយឡើងអញ្ចឹងនៅពេលដែលស្រឡាញ់គឺអ្វីៗសិតតែល្អហើយនៅពេលដែលគេស្អប់វិញគឺកកាយយើងគ្រប់បែបយ៉ាងគ្មានសល់អ្វីនោះទេមនុស្សដែលស្និទ្ធស្នាលបំផុតគឺជាមនុស្សដែលធ្វើឲ្យយើងឈឺចាប់បំផុតនៅពេលដែលគេទទួលបានផលប្រយោជន៍ពីអ្នកផ្សេងដែលយើងណែនាំឲ្យស្គាល់ទៀតនោះគេតែងតែគិតថាយើងជាមិត្តភក្តិមួយដែលមិនដែលផ្ដល់ផលប្រយោជន៍ឲ្យគេនោះទេតែគឺពិតអ្នកដែលអ្នកឯងស្គាល់រាល់ថ្ងៃក៏ចេញតែពីយើងទាំងអស់បើគ្មានខ្ញុំក៏គ្មានវត្តមានអ្នកឯងស្គាល់គេដែរមនុស្សបែបនេះគឺតែងតែធ្វើខ្លួនជាតួឯងជានិច្ចក្នុងโลกនេះគ្មានអ្វីដែលលាក់ចិត្តឬក៏បិទបាំងខ្លួនឯងបានទេមនុស្សក៏ដឹងទេវតាក៏ដឹងក្នុងចិត្តខ្លួនឯងក៏ដឹងទោះបីជា10ឆ្នាំទៀត20ឆ្នាំទៀតក៏នៅតែនឹកឃើញមិនភ្លេចជានិច្ចបនមួយសំពៅតោះមួយចូលទៅរលែងសាបសូន្យត្រីមួយកន្ត្រកតាស្អុយមួយគឺស្អុយទាំងអស់អញ្ចឹងហើយបានជាខ្ញុំចាត់តាំងពីពេលដែលខ្ញុំមានបបដិសារីឬក៏ស្គាល់មនុស្សច្រើនមកគឺខ្ញុំតែងតែផ្ដល់នៅជំនឿចិត្តផ្ដល់នៅភាពរាប់អានផ្ដល់នៅភាពស្និទ្ធស្នាលដល់អ្នកដែលគេស្រឡាញ់ខ្ញុំទាំងអស់ហើយអ្នកទាំងអស់នោះគឺតែងតែទទួលបានផលប្រយោជន៍ពីខ្ញុំជានិច្ចតែក្រោយពីទទួលបាននូវការឈឺចាប់ជាច្រើនបដិសារីបទពិសោធន៍ក៏ច្រើនខ្ញុំក៏តាំងខ្លួនជាមនុស្សម្នាក់ដែលថ្មីគឺមិនងាយនឹងផ្ដល់នៅក្តីសង្ឃឹមឲ្យនរណាផ្សេងទៀតក្រៅតែអំពីខ្លួនឯងប៉ុណ្ណោះពេលដែលយើងជាមនុស្សម្នាក់ដែលដើរតួជាមនុស្សដែលចង់ជួយគេចុងក្រោយគឺតែងតែឈឺចាប់អញ្ចឹងបានថាមិត្តភ័ក្តិក៏ដោយបងប្អូនក៏ដោយសាច់ញាតិក៏ដោយកុំឲ្យស្និទ្ធពេកតែស្និទ្ធពេកខ្លួនអ្នកនឹងបាត់បង់នៅតម្លៃមួយទៀតដោយកូនចៅចឹងកាលណាប្រសិនបើធ្វើការវាចាត់ទុកយើងថាជាបងប្អូនចាត់ទុកជាបងប្រុសកុំទុកវាឲ្យធ្វើការទៀតប្រសិនបើវាចាត់ទុកយើងជាថៅកែចាំទុកឲ្យវាធ្វើការបើវាចាត់ទុកជាបងប្អូននោះការងាររបស់វាដែលធ្វើគឺវាលែងខ្វល់ថាយើងជាថៅកែទៀតហើយវាធ្វើមិនពេញដៃនិងមិនពេញជើងទៀតទេដោយសារតែវាគិតថាយើងជាបងប្រុសរឿងរ៉ាវជីវិតទោះបីជារាប់រៀបមួយជីវិតទៀតក៏មិនងាយនឹងអស់ដែររលត់លាស់ខ្ពស់កំភ្លេចគុណទឹកបណ្ឌិតចេះថ្នាក់កំភ្លេចគុណគ្រូអញ្ចឹងធ្វើអ្វីក៏ដោយនៅពេលដែលយើងដឹងពីភាពកតញ្ញូគឺយើងមិនចេះសាបសូន្យទេបុណ្យនឹងតាមជួយមនុស្សដែលចេះដឹងគុណបុណ្យដែលនឹងចាំជួយថែរក្សាមនុស្សដែលមានកតញ្ញូកតវេទីមានន័យថាចេះធ្វើបុណ្យតបគុណចំពោះមនុស្សដែលធ្លាប់ជួយយើងអញ្ចឹងទៅបងប្អូនមនុស្សស្គាល់គ្នាគឺជាឧបនិស្ស័យប៉ុន្តែកុំឲ្យឧបនិស្ស័យប្រែក្លាយទៅជាការបែកបាក់ប្រេះឆាគ្នាអីបាទសូមអរគុណបើបងប្អូនចូលចិត្តនៅវីដេអូនេះក៏សូមជួយ like share follow page ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន